មកកូនបងប្អូនណាអត់ចូលចិត្តញ៉ាំបន្លែខ្លះមកធ្វើតាមវិធីខ្ញុំនេះតនីថាធ្វើឲ្យដឹងថាកូនញ៉ាំអស់ពីចានហ្មងកូនខ្ញុំកំពូលអីអត់ញ៉ាំបន្លែសោះដាក់បន្លែចូលមាត់ពេលណាដឹងតែក្អួតមកវិញអស់ហ្មងហើយខ្ញុំនឹកឃើញវិធីនេះមួយខ្ញុំក៏បានយកជាមួយនឹងស្ពៃចង្កឹះយកមកហាន់តូចៗបែបនេះយកទៅលាងទឹកឲ្យស្អាតហើយខ្ញុំយកទៅកិនឲ្យម៉ត់ពេលបងប្អូនដាក់កិនឲ្យម៉ត់ហ្នឹងបងប្អូនចាក់ទឹកចូលបន្តិចផងដើម្បីឲ្យវាកិនទៅឲ្យវាម៉ត់ល្អតើតែធ្វើវិធីនេះឲ្យទើបបានឲ្យកូនញ៉ាំបន្លែចូលខ្លះបើមិនចឹងទេឈឺកូនងាប់ហើយបើអត់ញ៉ាំបន្លែញ៉ាំអីគឺអត់កើតទេពេលដែលខ្ញុំកិនបន្លែហ្នឹងម៉ត់ខៃល្អហើយខ្ញុំក៏បានយកវាមកដាក់លាយជាមួយនឹងពងមាន់និយាយទៅគឺដូចយើងក្លុកពងទាពងមាន់ចឹងហ៎ចាយើងយកមកយើងថែមគ្រឿងក្រៅអានេះសម្រាប់កូនធំគឺខ្ញុំបានថែមជាមួយនឹងអំបិលស្ករប៊ីចេងអីទឹកត្រីអីបន្តិចតួចម្សៅស៊ុបអីចឹងទៅដើម្បីយើងចៀនទៅឲ្យវាមានរសជាតិឆ្ងាញ់ប៉ុន្តែក៏វាមិនមានរសជាតិដិតខ្លាំងដែរវាមកល្មមតែដោយសារពងទាចៀនជាមួយនឹងបន្លែនេះខ្ញុំញ៉ាំដែរអញ្ចឹងខ្ញុំក៏ប្រើជាមួយនឹងប្រេងអូលីវហើយខ្ញុំដាក់ប្រេងតែបន្តិចឯងដោយសារតែជំងឺខ្ញុំត្រូវតមខ្លាញ់អញ្ចឹងអត់ហ៊ានប្រើប្រេងច្រើនទេដាក់តែបន្តិចឯងដល់ពេលយើងដាក់ពងទាចៀនទៅវារៀងជាប់ខ្លាញ់ហើយរៀងជាប់ខ្ទះបងប្អូនអញ្ចឹងហើយអារូបរាងហ្នឹងវាមិនសូវជាល្អមើលប្រហែលទេប៉ុន្តែរសជាតិវារៀងអែមដែរបងប្អូនធ្វើវិធីនេះដឹងតែកូនបងប្អូនបានញ៉ាំបន្លែចូលពោះរាល់ថ្ងៃហ្មងយើងឲ្យកូនយើងញ៉ាំជាមួយនឹងបន្លែបៃតងបែបនេះទៅវាអត់សូវខ្វះជាតិដែកអត់សូវខ្វះវីតាមីនណាព្រោះបន្លែបៃតងសម្បូរទៅដោយវីតាមីននិងជាតិដែកច្រើនជួយដល់កូនយើងកាលណាដែលអត់ញ៉ាំបន្លែបានច្រើនទៅគឺកូនយើងនឹងឈឺហើយព្រោះដងដាក់ឲ្យញ៉ាំបន្លែសពេញចានប៉ុន្តែលើកនេះអស់ហលីងហ្មងតែប៉ុណ្នេះដឹងល្បីទេកូនហើយខ្ញុំមកភ្លក់មើលបន្តិចថារសជាតិវាឆ្ងាញ់បែបណាហើយអត់មានធំកប៉ុលទេបងប្អូនយើងយកស្ពៃចង្កឹះមកកិនម៉ត់ក្លុកជាមួយនឹងពងទាបែបហ្នឹងមានអារម្មណ៍ថាញ៉ាំទៅឡើងខ្ទិះចាប់មាត់ឆ្ងាញ់ហ្មងបងប្អូន